ស្ងាត់ថៃបានលួចធ្វើប្រាសាទមួយយករចនាបថពីប្រាសាទអង្គរវត្តរបស់កម្ពុជាយើងរឿងនេះធ្វើឲ្យកម្ពុជាយើងឈឺចាប់ម្ដងទៀតហើយនាពេលថ្មីនេះលោកជំទាវបណ្ឌិតសភាចារភឿងសក្កណាការកសាងប្រាសាទស៊ីណានខរនៅក្នុងវត្តភូម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាមយ៍ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងដូនតាវប្បធម៌ខ្មែរនៅក្នុងឱកាសអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី40របស់គណៈកម្មការ ICC អង្គរវត្តសម្បូរព្រៃគុកលោកជំទាវបណ្ឌិតសភាចារសឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរាបានលើកយកការសាងសង់ប្រាសាទស៊ីហានខរនៅក្នុងវត្តភូម៉ាន់ហ្វាមានទីតាំងនៅក្នុងខេត្តបុរីរាមយ៍ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ1972បំពានទៅលើតម្លៃលេចធ្លោជាសកលនិងសភាពដើមនៃរមណីយដ្ឋានអង្គរបំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរនិងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរក្រសួងវប្បធម៌និងវិចិត្រសិល្បៈ